Hitler ក៏បានយករូបថតម្ដាយមកអោបរួចក៏បានលេបថ្នាំពណ៌ដែលមានជាតិសាណូហើយតាមបញ្ជារបស់ Hitler នាងអេរ៉ាក៏បានយកកំភ្លើងបាញ់ចំក្បាលរបស់ Hitler រួចទើបនាងបានសម្លាប់ខ្លួនដោយលេបថ្នាំពណ៌ព្រមជាមួយគ្នាតែម្ដងទៅ Hitler បានបញ្ជាទុកជាមុនជាស្រេចឲ្យគេយកប្រេងសាំងមកចាក់ស្រោចលើខ្លួនសពរបស់លោកនិងនាងអេរ៉ាហើយដុតសពទាំងពីរនោះចោល Hitler បាននិយាយជាមុនថាត្រូវតែធ្វើដូច្នេះដើម្បីកុំឲ្យពួករុស្ស៊ីយកសពរបស់គាត់ទៅដាក់តាំងដោយដែលគេតាំងសពរបស់ Benito Mussolini នៅអ៊ីតាលីកាលពីប៉ុន្មានថ្ងៃមុននោះជីវិតរបស់ Hitler ក៏ត្រូវបានបញ្ចប់ត្រឹមនេះអាណាចក្រ 1000 ឆ្នាំដែល Hitler បានសន្យាចំពោះប្រជាជនអាល្លឺម៉ង់នោះក៏ត្រូវបានរលាយសាបសូន្យទៅជាមួយនឹងគំនរផេះផង់នៃទីក្រុងបេឡាំងដែរ Hitler បានលើកស្ទួយប្រទេសអាល្លឺម៉ង់ឲ្យឡើងដល់អំណាចកំពូលហើយ Hitler ខ្លួនឯងក៏មានអំណាចផុតលេខដែរពេលដែល Hitler និយាយម្ដងប្រជាជនទាំងមូលត្រូវតែប្រមូលផ្ដុំគ្នាទៅគោរពហើយធ្វើតាម Hitler ប៉ុន្តែមិនដូចជាមេដឹកនាំធំៗផ្សេងទៀតដែលធ្លាប់តែល្បីល្បាញមកហើយទេ Hitler បានលាចាកលោកនេះទៅឬលាចាកប្រទេសអាល្លឺម៉ង់ទៅដោយមិនទុកអ្វីឲ្យមានជាសភាពប្រសើរជាងពេលដែលខ្លួនលេចមុខដំបូងនៅក្នុងទំព័រប្រវត្តិសាស្ត្រនោះឡើយប្រហែលជាមកពីទិសដៅជីវិតរបស់ Hitler វារេចង្កូតពេកទេដឹងគ្មានអ្វីស្រពេចស្រពើទេទិសដៅជីវិតរបស់ Hitler គឺមានតែ Hitler មួយគត់នៅក្នុងឋានៈជាអ្នកដឹកនាំពូជសាសន៍ធ្វើជាម្ចាស់របស់គេរបស់អាល្លឺម៉ង់មានតែ Hitler តែម្នាក់ប៉ុណ្ណោះដែលជាអ្នកផ្ចាញ់ផ្សាគ្រប់គ្រងពិភពលោកនៅទីបញ្ចប់ទិសដៅបែបនេះវាមានសភាពចង្អៀតហួសហេតុពេកមិនអាចសម្រេចជោគជ័យឡើយពិភពលោកមិនសុខចិត្តនៅស្ងៀមនឹងអោបដៃឲ្យវត្ថុបំណងចង្អៀតចង្អល់បែបនេះសម្រេចជោគជ័យបានឡើយ